ជំរាបសួរទៅដល់លោកគ្រូខ្ញុំបញ្ញាជាសមាជិកនៃក្រុមទី9ហើយខ្ញុំបានធ្វើនៅលើWindows Server លើ on-premise មាន terminal server DHCP database backup mail server និង failover cluster អញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំ demo លោកគ្រូម្ដងមួយនៃចំណុចរបស់ខ្ញុំធ្វើអញ្ចឹងដំបូងខ្ញុំអឺចូលលោកគ្រូ DHCP Paul Server Manager Paul ហើយនឹង DHCP អញ្ចឹង DHCP របស់ server របស់ខ្ញុំគឺ user ហើយវាតែខ្ញុំបានកំណត់scope ពី1នៅក្នុង rank ពី23ទៅដល់150អញ្ចឹងបាន154 device ហើយនេះជាdevice របស់ client ដែលវាបោះទៅនេះជា device client ដែលវាចាប់ DHCP ហើយចំណុចមួយទៀតគឺfailover cluster អញ្ចឹង failover cluster ហ្នឹងវាជា DHCP ដែរប៉ុន្តែគ្រាន់តែនៅពេលដែល server មានបញ្ហាអញ្ចឹង failover cluster ហ្នឹងវានឹងមើលចំនួនមានន័យថាម៉ាស៊ីនហ្នឹងវាមើលចំនួននៅលើអាម៉ាស៊ីនដែលវាខូចហ្នឹងអញ្ចឹងខ្ញុំបាន connect គ្នារួចហើយអញ្ចឹងនេះគឺជាdevice របស់ failover cluster អញ្ចឹងយើងចូល server manager ដែរហើយយើងចូល Tor ហើយនឹង DHCP ទៅដែរអញ្ចឹងនេះគឺជា DHCP failover cluster របស់ server នេះអញ្ចឹងនៅពេលដែល server នេះមានបញ្ហាអញ្ចឹង device នេះវានឹងមើលចំនួនអញ្ចឹងវាគឺ work ហើយដែលខ្ញុំបាន connect គ្នានេះគឺជា DHCP របស់ client អញ្ចឹងចូលចំណុចបន្ទាប់គឺ backup server អញ្ចឹងដំបូងយើងចូល server manager ដើម្បី backup បានខ្ញុំសុំ delete មួយចោលសិន delete អញ្ចឹងនេះជា folder ដែលខ្ញុំបានបង្កើតវាមកសម្រាប់ delete អញ្ចឹងខ្ញុំ delete ទៅរួចខ្ញុំចូល server manager ហើយទៅ Paul ហើយទៅ Windows Server Backup អញ្ចឹងតបមកយើងគ្រាន់តែ recover ទៅពី server file and folder ហើយនេះជា device របស់យើងហើយយើងចូល drive របស់យើងនេះជា folder ដែលខ្ញុំបានលុបមិញនេះជានៅក្នុងហ្នឹងមានទាំងអស់អញ្ចឹងយើងគ្រាន់តែ select all មកហើយយើងញ៉ាំ next មកហើយយើងញ៉ាំ next ទៀតហើយយើង recover វា
ក្នុង folder ទាំងអស់ហ្នឹងគឺវានឹងចូលមកកាន់កន្លែងដើមរបស់វាវិញអញ្ចឹងជា backup server អញ្ចឹងបាន3ហើយមួយទៀតគឺ terminal server អញ្ចឹងយើងប្រើវា remote ពី client មកកាន់ server បាន Windows off strsc ហើយ enter មកហើយ remote ទៅនេះគឺជា terminal server ដែលយើង remote ពី machine client ទៅកាន់ server ដែលយើងអាចcontrol នៅលើ server បានពី client ទៅអញ្ចឹងចំណុចហ្នឹងមានតែប៉ុណ្្នឹងអញ្ចឹងនៅចំណុចមួយទៀតគឺmail server អញ្ចឹង mail server ខ្ញុំបានធ្វើនៅលើ mail enable ខ្ញុំបានធ្វើនៅលើ mail enable នៅលើកម្មវិធីនេះអញ្ចឹងនេះជា server របស់ mail នេះជាឈ្មោះ mail server របស់ server របស់យើងគ្រប់9នៅ local ឈ្មោះ domain នេះគឺជា mail ដែលយើងបានបង្កើតអញ្ចឹងយើងអាចបង្កើត mail ឲ្យ user បានយើងអាចបង្កើតឲ្យគាត់ប្រើប្រាស់អញ្ចឹងដើម្បីប្រើបានយើងទៅ Windows Client របស់យើងហើយយើងវាយ domain mail របស់យើងមកនេះជា mail website របស់ mail ដែលនៅក្នុង local របស់ company របស់យើងទីហោសភាព password អញ្ចឹងនេះគឺជា mail server របស់យើងអញ្ចឹងយើងអាច send mail ទៅគ្នាទៅវិញទៅមកបាននៅលើ dashboard មួយហ្នឹងយើងប្រើបាននៅក្នុង local តែ mail ហ្នឹងអញ្ចឹងចំណុចចុងក្រោយគឺចំណុចdatabase server ហើយខ្ញុំបានធ្វើវានៅលើMySQL នេះជា database server របស់យើងហើយខ្ញុំបានបង្កើត database មួយឈ្មោះថាហើយនៅក្នុងហ្នឹងមានពីរ table នេះគឺជា table ទី1របស់ Office មួយហ្នឹងហើយមួយទៀតគឺនេះគឺtable ទី2អញ្ចឹងmy SQL server មានតែប៉ុណ្ណឹងអញ្ចឹងចំណុចខ្ញុំ6ចំណុចគឺសន្មតថាចប់ប៉ុណ្ណឹងអញ្ចឹងចំណុចបន្ទាប់សូមឲ្យគ្នាខ្ញុំជាអ្នក present បន្តចំណុចបន្ទាប់គឺយើងចូលទៅកាន់ domain controller ដែលខ្ញុំធ្វើទៅលើ AWS Cloud ទាំង domain controller, file server, DNS server, terminal server, DHCP, backup server ជាមួយនឹង failover cluster គឺទាំងអស់គឺ7 server ដែល
ចំណុចដែលខ្ញុំបានធ្វើគឺខ្ញុំបានទី1គឺខ្ញុំបានធ្វើទៅលើ Active Directory ដើម្បី Active Directory វាបានគឺការចូលទៅកាន់ Add Filter នៅពេលដែលយើង Add Filter ហើយយើងនឹងឃើញគឺថា Active Directory គឺយើងអាច select លើ Active Directory ហើយយើងអាចចុច install វាបានឥឡូវនេះដោយសារខ្ញុំបាន install វាហើយអញ្ចឹងឥឡូវខ្ញុំសូមនិយាយយកតែម្ដងដែល Active Directory ហ្នឹងនៅពេលដែលខ្ញុំបានធ្វើការ install set up វាហើយនឹង promote ហើយខ្ញុំបានធ្វើការបង្កើតនៅ OU មួយដែលមានឈ្មោះថា UPP University អូខេ UPP University ដែលមាន tab OU ចំនួន3 Administration Lecturer ជាមួយនឹង Student អូខេអញ្ចឹងខ្ញុំបាននៅក្នុងហ្នឹងទៀតនៅក្នុង lecturer ខ្ញុំបានបង្កើត user ចំនួនម្នាក់ជាមួយនឹងក្នុង student ខ្ញុំក៏បានបង្កើតនៅ user ចំនួនម្នាក់ដែរដោយកំណត់ឲ្យពួកគាត់ចំពោះ lecturer ហ្នឹងគឺកំណត់គ្រប់ policy ឲ្យគាត់អាចត្រឹមតែ change គឺ wallpaper គឺអាច change auto តែម្ដងជាមួយនឹង student គឺខ្ញុំកំណត់ចំនួនការចូលប្រើប្រាស់ user គឺ restrict ទៅលើការប្រើប្រាស់គាត់ក្នុងការ create file ឬមួយក៏ក្នុងការ USB អីជាដើមចូលបន្តមកទៀតគឺយើងចូលទៅកាន់ file server គឺ file server ហ្នឹងគឺខ្ញុំបន្តចូលមកកាន់ DNS ដែល DNS ហ្នឹងគឺយើងប្រើវាហ្នឹងដើម្បីយក user មួយទៀតយើងបែរតែយើងបានបង្កើតឬមួយក៏ដែលថា set ឬមួយក៏ resolve នៅ domain name ទៅកាន់ IP address ជាមួយហើយនឹង support នៅ Active Directory ដែលយើងចូលទៅកាន់ tool ទឹកបើកាមេរ៉ាអូខេជាមួយតែច្រើនជាមួយនិយាយមុនទៅព្រោះអញធ្វើនៅ Windows Server ធ្វើនិយាយហ្នឹងមុនទៅមែនទេចូលទៅកាន់ DNS យើងឃើញថា forward zone យើងបានបង្កើតរួចរាល់ហើយគឺយើងទាក់ទងជាមួយនឹង rupp.local នៅក្នុងហ្នឹងក្នុង forward zone ហ្នឹងមាន rupp.local តែដើម្បីចង់ដឹងថាតើការប្រើប្រាស់ DNS របស់យើងវាដំណើរការអត់អញ្ចឹងយើងត្រូវយក user ដែលយើងបានបង្កើតចំនួន2នាក់មួយហ្នឹងគឺយកទៅopen នៅក្នុង server មួយផ្សេងទៀតនេះគឺជា server client របស់ខ្ញុំដែលខ្ញុំបានតេស្តមុននឹងមិញហ្នឹងគឺខ្ញុំបានតេស្តមកគឺឃើញថាវាដើរអត់ហើយដែល user គឺខ្ញុំបាន login មកចូលមកក្នុង user ដែលមានឈ្មោះថា Dara ដោយប្រើប្រាស់នៅ domain ដូចគ្នា IP និង DNS គឺដូចគ្នាទាំងអស់ហើយចូលមកដល់ចំណុចបន្ទាប់ហ្នឹងគឺតកតងជាមួយនឹងការ file server manager តកតងជាមួយ file server វិញគឺខ្ញុំបានបង្កើតនៅ file នៅលើ file explorer របស់យើងដែលមានឈ្មោះថា company data ហ្នឹងគឺជា file មួយដែលខ្ញុំបង្កើតឡើងដើម្បី share ធ្វើការ share ទៅកាន់ user ទាំងពីរនាក់ហ្នឹងដែលគាត់អាចមានសិទ្ធិចូលទៅមើលឬមួយក៏ចូលទៅកាន់ចូលទៅកែប្រែក៏ create file អីថ្មីបានផងដែរអញ្ចឹងចង់ដឹងថានៅក្នុង client របស់យើងអាចចូលទៅកាន់ file server ក៏ open file server ដែលយើងបាន share មានឈ្មោះថា file company data នឹងបានអត់អញ្ចឹងយើង
ចូលទៅតេស្តនៅក្នុង client របស់យើងដោយយើងអាចតេស្តនៅលើ command PowerShell ក៏បានឬមួយក៏ Windows ក៏បានឬមួយទៀតគឺនៅក្នុង file Explorer របស់យើងក៏បានដែរតែយើងយកឈ្មោះ file របស់ខ្ញុំគឺឈ្មោះប៉ុណ្ណេះឬមួយក៏ប្រើDNS ក៏បានអញ្ចឹងនៅពេលដែលដំបូងយើងនឹងបើកឡើងដំបូងមកគឺវាប្រទេសស្អាតធម្មតាគឺអត់មានឈ្មោះ file company data តែនៅពេលដែលយើង share នៅពេលដែលយើង search នៅ file server មួយហ្នឹងគឺយើងឃើញថាវាសូនៅលើ file server របស់យើង file server របស់ខ្ញុំមានឈ្មោះថាណាអញ្ចេះឥឡូវខ្ញុំធ្វើការ search នៅសុំចាំតិចយើងអាចចូលទៅកាន់នេះក៏បានដែរមានទីផ្សារមួយទៀតគឺយើងអាចចូលទៅកាន់ server manager របស់យើងហើយចូលទៅកាន់ property នៃ company data property យើងយកពាក្យថា sharing យើងនឹងឃើញឈ្មោះ file server របស់យើងអញ្ចឹងនៅពេលដែលយើងយក file server ហ្នឹងយកមក share ឬមួយ search នៅក្នុង client របស់យើងវានឹង show នៅdata មួយហ្នឹងតែបើមិនជាយើងអត់ទាន់បានកំណត់ property ឬមួយក៏អីយើង search ថាឃើញនេះខ្ញុំឃើញថាពេលដែលយើង search មកឃើញមាន folder text មួយជាមួយនឹង file page name មួយអូខេនេះគឺជា password មិញដែលខ្ញុំរកឃើញមិញអញ្ចឹងចូលបន្តមកទៀតគឺយើងចូលទៅកាន់terminal server ដែល terminal server យើងនឹងវាញ៉ៃតិច terminal server ហ្នឹងគឺយើងប្រើវាដើម្បី allow user ហ្នឹងទៅ access system remote desktop មួយទៀតគឺដូចតែខ្ញុំសូមមិញដែរវាស្តៀងគ្នាដែលយើងប្រើនៅ remote desktop មួយផ្សេងទៀតដែលអាច log in ចូលទៅកាន់ user ដែលយើងបានបង្កើតនៅក្នុង primary server តែក្នុងនេះ main server របស់ខ្ញុំអញ្ចឹងអត់មានអីនិយាយថែមទៀតទេព្រោះថាវាដូចគ្នាដែរព្រោះថាដើម្បីឲ្យយើងចូលបានគឺយើងត្រូវការ join domain ឬមួយក៏ VMC ឬមួយក៏ DNS អីដូចគ្នាអញ្ចឹងចូលបន្តទៀតគឺយើងតាក់ទងជាមួយនឹង DHCP ដែលខ្ញុំបានតម្លើងវាសោះហើយដល់យើងចូលមកកាន់ tool ហើយរកពាក្យថា DHCP ដើម្បី DHCP ហ្នឹងគេប្រើដើម្បី automate assign IP address ទៅកាន់ client អញ្ចឹងនៅពេលដែលយើងចូលមកកាន់ DHCP យើងមើលពាក្យថា IPv4 ដែលខ្ញុំបានកំណត់ scope របស់វាហើយគឺ range របស់វាគឺចាប់ពី100ទៅកាន់200ដែលអាច access ចូលទៅក្នុងនឹងបានគឺកំណត់បានប៉ុណ្ណឹងអញ្ចឹងចេញពីហ្នឹងគឺយើងអាចធ្វើការ test ទៅលើ client ថាតើ client ហ្នឹងមានបាន assign automate នៅ IP address នៅហើយ DNS server DNS វាគឺអីគេដែរមាន IP ប៉ុន្មានដែរអញ្ចឹងយើងអាចចូលទៅកាន់ client មិញអូខេដោយយើងធ្វើការ ping នេះគឺជាការ ping របស់ខ្ញុំគឺជាការតេស្តតាក់ទងជាមួយនឹងមុនហ្នឹងតេស្តតាក់ទងជាមួយនឹងការ join domain ជាមួយនឹងsub domain ដែលខ្ញុំបានបង្កើតកាលពីមុននឹងឯងអញ្ចឹងអត់អានេះគឺអត់ដល់ទេតែឥឡូវយើងធ្វើការ ping អញ្ចឹងយើងចូលពាក្យថា IP config អយើងឃើញហើយវាសូតាក់ទងជាមួយនឹង DNS server របស់យើងជាមួយនឹង
IP ហើយនេះគឺជា DHCP server របស់ខ្ញុំដែលមាន IP ប៉ុណ្នេះហើយនឹងតកតងជាមួយនឹង IP នៅណាចេះអូខេនេះគឺជា IPv4 របស់ខ្ញុំដែលវាultimate ឲ្យតែមាន subnet mask ចំនួនលេខប៉ុណ្ណឹងហើយបន្តមកទៀតយើងចូលទៅកាន់ចំណុចមួយទៀតគឺ backup server តែ backup server ហ្នឹងយើងធ្វើទៅលើ main server របស់យើងឬមួយក៏ហៅថា primary server គេទៅដោយយើងដើម្បីចង់ដឹងថាយើងបានធ្វើវាហើយនៅឬមួយក៏ install វាហើយនៅយើងអាចចូលទៅកាន់ tool បើយើងនោះយើងចូលទៅកាន់ add role and filter ក៏បានដែរតែឥឡូវយើងអាចចូលទៅកាន់ tool ហើយយើងយកវាថា Windows Server Backup ដោយសារខ្ញុំបាន backup ហើយអូខេអញ្ចឹងតកតងជាមួយនឹង backup server នេះដែរគឺខ្ញុំបាន backup server ហ្នឹងគឺគេធ្វើដើម្បី protect នៅ critical data មក from data មួយទៀតដែលយើងបាន log អីចឹងនេះគឺជាការសាកល្បងនៅ backup របស់ខ្ញុំតកតងជាមួយនឹងការ backup របស់ខ្ញុំបាន backup តកតងជាមួយនឹង system setting system គឺវា fail ដោយសារតែវាមានចំនួន gigabyte ហ្នឹងវាធំហើយខ្ញុំកំណត់ gigabyte ដែលអាច backup បានហ្នឹងត្រឹមតែ9នៃទេតែវាឡើងដល់12អញ្ចឹងវាធ្វើឲ្យការ backup របស់ខ្ញុំ fail អញ្ចឹងទៅខ្ញុំបានបង្កើតនៅ folder មួយទៀតដែលដើម្បី backup data ហ្នឹងគឺ folder ហ្នឹងនឹកនេះគឺមានឈ្មោះថា backup share អញ្ចឹងខ្ញុំបាន backup តាក់ទងជាមួយនឹងចំនួន data ចំនួន2តាក់ទងជាមួយដែលបានមកពីការពី file មួយ folder មួយដែលមកពី company data អញ្ចឹងដល់ពេលដែលវាលុបឬមកក៏យើងលុបអញ្ចឹងវាអាច backup បានខ្ញុំបានធ្វើការ backup ហើយគឺវាបាន backup ទទួលបានជោគជ័យវា warning មែន complete warning មែនតែវាបានជោគជ័យរួចហើយនេះគឺជាការនេះចំនួន total backup គឺមានចំនួន1ដែលបាន copy ទុកអូខេហើយតកតងនឹងចំណុចមួយទៀតគឺចំណុច failover cluster ដែលខ្ញុំបានធ្វើការ ping ឬមួយក៏អីទៅរកគ្នាឲ្យវាដើរអស់ហើយនេះគឺជាការតេស្តរបស់ខ្ញុំគឺខាងលើនេះគឺជាខ្ញុំបានធ្វើការ ping ពីនៅ client server របស់ខ្ញុំ ping ទៅឃើញតាក់ទងជាមួយនឹង domain មួយហ្នឹងគឺឃើញថាដើរ IP address ក៏ឃើញថាដើរតែចំណុចចុងក្រោយគឺខ្ញុំអាច connect ទៅវាបាននៅពេលដែលខ្ញុំជ្រើសរើស connect វាសូពាក្យថាnot reachable មានន័យថាគឺវាអាច contact គ្នាបានហើយខ្ញុំក៏អាចរកមូលហេតុហ្នឹងបានដែរអញ្ចឹងគឺខ្ញុំនៅសល់ចំណុចមួយហ្នឹងដែលខ្ញុំអត់បានធ្វើឥឡូវចំណុចរបស់ខ្ញុំគឺចប់ត្រឹមតែប៉ុណ្ណឹងជាបន្ទាប់សូមឲ្យខ្ញុំ អូខេចឹងឲ្យ starter ភាពប្រយមិញធ្វើអា domain នោះហើយតើគាត់ខ្ញុំធ្វើហើយខ្ញុំសួរលោកគ្រូខ្ញុំធ្វើផងចំណុចឲ្យ file server បងខ្ញុំបង្កើត file folder មួយក្នុង drive C រួចហើយមកយើង right click ទៅវាយើងចុច property យកពាក្យថា sharing advanced sharing select ផងថា share this folder ហើយយើងយកពាក្យថា permission យើង allow everyone យើង add នេះយើង add ឲ្យអ្នកផ្សេងទៀតក្រៅពី everyone ក៏បានដែរឧទាហរណ៍ថាមាន user មួយ apply អូខេ
ខ្ញុំបង្កើតឲ្យអស់ហើយយើងចូលខាងក្នុងហ្នឹងខ្ញុំបង្កើត folder ផ្សេងមួយទៀតខ្ញុំបង្កើតតែមួយសិនទេហើយយើងទៅ property ដូចគ្នាយក sharing advanced ធ្វើដូចមិញដែរ allow everyone ឬក៏ add អ្នកផ្សេងចូលក៏បានមួយហើយយើងទៅកាន់ឲ្យ client server យើង search ត្រង់ IP របស់យើងមកយើងឃើញពាក្យថា server នេះមានពាក្យថា IT ព្រោះយើងបាន allow ឲ្យ user ឈ្មោះ s.roger ហ្នឹងឲ្យគាត់ចូលមក access ចូលក្នុង file server មកហ្នឹងអញ្ចឹងចំណុចរបស់ខ្ញុំចប់តាមហ្នឹងត្រាយនិយាយតមែន ស្បកសើជួយបន្លែបាក់សើឲ្យឃើញអីshare screen ខ្ញុំ share មកឃើញបាយឃើញ screen អត់ឃើញទេ ឃើញហើយ អញ្ចឹង ខ្ញុំជប់និយាយ ខ្ញុំសួរគ្រូខ្ញុំឈ្មោះចត្រាបាអញ្ចឹងខ្ញុំធ្វើនៅលើចំណុចខ្ញុំធ្វើនៅលើ web server ខ្ញុំលើ AWS cloud ខ្ញុំធ្វើនៅលើ web server មានទាំង HTTP និង HTTPS ហើយខ្ញុំធ្វើនៅលើ mail server FTP server load balancer ហើយនឹង database server ជាមួយនឹង VPN server អញ្ចឹងខ្ញុំសូមបង្ហាញតែជា result ទេនឹងអ្វីខ្ញុំបានធ្វើអញ្ចឹងខាងនេះគឺផ្នែក client computer Mac របស់ខ្ញុំហើយខាងនេះគឺ computer remote របស់យើងអញ្ចឹងចំពោះmail ចំពោះ web server របស់យើងគឺខ្ញុំបានតម្លើងជាមួយនឹងIIS Internet Information Service អញ្ចឹងកន្លែងហ្នឹងកន្លែង hosting deploy web server របស់យើងនៅលើហ្នឹងអញ្ចឹងយើងបាន config set វាហើយជាមួយនឹង HTTP និង HTTPS អញ្ចឹងយើងអាចក្រោកបើក default website បាននេះគាត់ថានេះមួយទេអូខេអញ្ចឹងវានៅលើ local HTTPS នេះ web server របស់យើងដែលយើងប្រើ host deploy ទៅលើ IIS Windows server អូខេអញ្ចឹងចំពោះចំណុចទី2របស់ខ្ញុំគឺខ្ញុំធ្វើនៅលើ mail server អញ្ចឹង mail server ខ្ញុំនឹងសារ direct mail ពីខាង EC2 instance របស់ខ្ញុំមកកាន់ mailbox របស់ខ្ញុំយ៉ាច្រឡំ stop sharing តិចឡំខ្ញុំនឹង direct send ពី mail EC2 នេះមកខាងនេះអញ្ចឹងឥឡូវខ្ញុំសេរី pattern ចឹងនៅក្នុងនេះរបស់យើងគាត់បើក PowerShell មកហើយថាខ្ញុំសេរី passing mail នេះទៅខ្ញុំ set body set អីទៅព្រោះខ្ញុំបានធ្វើ config file send mail ទុកអស់ហើយនៅក្នុង file PS1 ខ្ញុំគ្រាន់ដាក់ destination មក IP របស់ខ្ញុំមកឥឡូវខ្ញុំដាក់ខ្ញុំដូរ title ថា mail server success payment mail server ចំពោះ subject យើងដាក់ប៉ុណ្ណឹងមកហើយយើង direct send វាទៅកាន់ account អញ្ចឹង email ខ្ញុំ send successfully មក account នេះមកខ្ញុំហើយអញ្ចឹងខ្ញុំមក check up មើល mailbox របស់ខ្ញុំមកនៅក្នុង spam គេមាន
អូខេអញ្ចឹងនេះគឺ send មកវានោះគឺ assignment mail server ដែលខ្ញុំ send មកវិញត្រឹមតែអឺភ្លាមៗហ្នឹងទេណាអូខេអញ្ចឹងវា send direct មក email ខ្ញុំផ្ទាល់អូខេនេះគឺ mail server របស់យើងនេះ inbound tools អញ្ចឹងចំណុចបន្ទាប់ទៀតរបស់ខ្ញុំគឺ FTP server អញ្ចឹង FTP server គឺនៅក្នុង EC2 យើងមាន folder មួយដែលនៅក្នុងroot is យើងមាន folder នេះមួយដែលធ្វើជាសម្រាប់ឲ្យ upload folder មកកន្លែងហ្នឹងក្នុង IT folder នេះមួយហើយយើងនឹង access ពី Mac ខ្ញុំមកយើងនឹងប្រើ FileZilla ដើម្បី access មកក្នុងការ update folder ហ្នឹងទៅអញ្ចឹងនេះខ្ញុំក៏ដូចមកកាន់ port ទី21ហ្នឹងអញ្ចឹងក្នុង remote site របស់ខ្ញុំវាមាន folder IT ហ្នឹងហើយឥឡូវខ្ញុំ add file ថ្មី file ទៅថ្មីមួយតិចចុះចាhello YouTube ទៅដាក់នៅក្នុង desktop ដាក់ពាក្យថា hello YouTube គឺអញ្ចឹងខ្ញុំនឹង upload អានេះមកក្នុងនេះអញ្ចឹងខ្ញុំយក file hello x2 របស់ខ្ញុំដាក់ចូលនៅក្នុងនេះហើយវា upload file ចូលគឺអញ្ចឹងខ្ញុំ upload file hello x2 dot កតុយនេះខ្ញុំដូរដាក់តែfile អញ្ចឹងយើងមើលនៅក្នុង EC2 instance របស់យើងមកយ៉ាគឺវាមាន upload file មួយមកពីខាង client គឺយើងអាចមក content ខ្ញុំមកផ្សេង EC2 អូខេ hello YouTube អូខេអញ្ចឹងនេះគឺ FTP ការ file transfer protocol របស់យើងអញ្ចឹងចំណុចបន្ទាប់របស់ខ្ញុំគឺ load balancing ជាមួយនឹង web server អញ្ចឹងខ្ញុំបាន config នៅក្នុង EC2 ហើយចំពោះ load balancing យើងមាន target អូខេ target group របស់យើងគឺមាន sample assignment web target group មួយហើយ load balancer របស់យើងអូខេនេះគឺ website load balancer របស់យើងអញ្ចឹងឡើយនេះគឺយើង target ពីរ server ផ្សេងគ្នាឲ្យវា load នៅលើពេលតែមួយអញ្ចឹងយើង refresh មកម្ដងមកវា load ទៅ server ទី1 load refresh ម្ដងទៀតវា load ទៅ server ទី2ដែលវា stay on the same domain របស់យើង target group របស់យើងអញ្ចឹងគឺវា share ពីរ balance គ្នាស្មើគ្នាអញ្ចឹងធ្វើឲ្យ web server របស់យើងហ្នឹងគឺ load ស្មើគ្នានឹងភាព balance អញ្ចឹងយើង refresh server 1 server 2អូខេខ្ញុំបង្ហាញតែ result ទេ config ទេព្រោះថាយើងអត់មាន submit page ក្នុងការបង្ហាញ view មកដែរអញ្ចឹងចំណុចបន្ទាប់ទៀតរបស់ខ្ញុំdatabase server អញ្ចឹង database server គឺខ្ញុំ config ទៅលើប្រភេទ Postgres ដែរដោយសារខ្ញុំមាន sample មួយ Postgres app អញ្ចឹងខ្ញុំសួរ connect មួយ Postgres អញ្ចឹងចំពោះ database server គឺយើងអាច direct ពី terminal Mac ក៏បានហើយខ្ញុំ direct ពី terminal របស់ Mac ទៅចាសួរអញ្ចឹងយើងអាច connect មកកាន់ public IP របស់យើងហើយជាមួយនឹង EC2 instance public IP hostname public IP for assignment ដាក់ឈ្មោះ database របស់ខ្ញុំអូខេអញ្ចឹង user password របស់ខ្ញុំអញ្ចឹងខ្ញុំចូលមកកាន់ database server របស់ខ្ញុំហើយ assignment DB database អញ្ចឹងខ្ញុំនឹង proof select table មួយដែលខ្ញុំមាននៅក្នុង database ហ្នឹងស្រាប់AROF
វាអត់មាន table ហ្នឹងទេcreate នេះឡើយមកដល់តាមតែនេះគឺជា comment line មក database នេះខ្ញុំសង្ស័យខ្ញុំលុប table បាត់ហើយអូខេចឹងខ្ញុំ database ហើយត្រង់ទៅពេលខ្ញុំប្រើ progress version 18ខ្ញុំទៅកុំឲ្យខាតពេលគ្នាខ្ញុំបន្តទៀតចំណុចរបស់ខ្ញុំមួយទៀតគឺ VPN server អូខេ VPN server គឺខ្ញុំអាច direct connect អូខេឥឡូវខ្ញុំដាក់គេជាមួយ public IP របស់យើងខ្ញុំនឹង direct connect ពី EC2 អញ្ចឹងយើងអាច verify status របស់យើងបានយើងប្រើនៅក្នុងប្រភេទខ្ញុំនៅក្នុង EC2 អញ្ចឹងខ្ញុំបានតម្លើងជាមួយនឹង remote access console ហើយគឺយើងមាននេះហើយយើងប្រើ share key ជាមួយនឹង user ID ហើយនិង public IP ដើម្បី connect ក្នុងនេះយើង allow IP user for remote access ហើយក៏ដូចជាយើងប្រើ share key យើងប្រើ copy share key ហ្នឹងយកមកប្រើពេលយើងកំណត់ឲ្យអស់ហើយអញ្ចឹងយើងរក្សា connect ពីនេះរបស់យើងទៅអូខេនេះខ្ញុំមាន sample នេះ strap នេះអូខេយើងប្រើ public IP username ID របស់យើងហើយនឹងជាមួយនឹង password ហើយនឹងពី share key អូខេអញ្ចឹងយើងអាចតែ connect VPN អូខេអញ្ចឹងយើង connect បាន VPN របស់យើងហើយនេះចេញពី public យើងប្រើ TL2 TP over IP6 អញ្ចឹងគឺយើង connect ពី EC2 instance របស់យើងអូខេអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប្រហែលហ្នឹងទេអានេះខ្ញុំ show result យកហ្មងដែលនេះមាន VPN server database load balancer ហើយនិង FTP server mail server ហើយ web server ព្រោះអត់អានេះអូខេអរគុណលោកគ្រូអញ្ចឹងទុកសោះពេលបន្តឲ្យគ្នាខ្ញុំបន្តទៀត